គាអញ្ចឹងខ្ញុំប្រាប់ឲ្យធ្វើមកខ្ញុំប្រាប់ឲ្យធ្វើមកហើយអូនឯងមើលផ្លូវពីពេលលោកសង់ទៅដល់ក្បាលខ្នល់ 7700 ម៉ែត្រគឺខ្ញុំទៅបញ្ជាឲ្យធ្វើពីមុនគេមិនឲ្យខ្ញុំធ្វើតែខ្ញុំអត់បាត់ពិសោធន៍តែឥឡូវខ្ញុំធ្វើតាំងពីឆ្នាំ2000ដល់ឥឡូវ13ឆ្នាំមិនក៏មិនខូចអូនឯងជិះរាល់ថ្ងៃផ្លូវជិះរាល់ដល់មិនបើអត់ខូចខ្ញុំទៅធ្វើខ្លួនឯងមកពីលួចទេបើវាខូចវាឲ្យចេះតែបន្ទោសឡានដល់ធ្ងន់ខ្ញុំថាអត់លួចផ្សំផងអាទាំងអស់គ្នាអាឡានដាក់ធ្ងន់ក៏ចូលរួមចំណែកលួចទម្ងន់ហើយអាលួចកម្រាស់ខ្នល់ក៏វាលួចដូចគ្នាអញ្ចឹងទាំងអ្នកសង់ខ្នល់ទាំងអ្នកដឹកពីលើលួចដូចតែគ្នាបានវាខូចអត់តែផ្លូវខ្ញុំធ្វើកម្រាស់គ្រឹះវា7 តឹកកន្លះ